សួស្តីប្រិយមិត្តទាំងអស់គ្នាឥឡូវនេះមកជួបអេមីនចន្ទធីទាំងអស់គ្នាថ្ងៃនេះមានរឿងសម្រាយមួយដែលតាក់ទងអំពីព្រះអង្គចន្ទមុនីនិងលោកឪសួងដែលមានបារមីស័ក្តិសិទ្ធិនៅប្រទេសកម្ពុជាតែអ្នកជឿទេថានៅលើលោកនេះមានមនុស្សដែលអាចរស់នៅបានរាប់រយរាប់ពាន់ឆ្នាំបំបែកកាយបាត់ស្រមោលនឹងដឹងមុននៅរឿងរ៉ាវអនាគតនៅជួរភ្នំដងរែកដ៏សក្ការៈខ្សែលោហិតធម៌អាកំបាំងមួយត្រូវបានភ្ជាប់គ្នាពីអតីតកាលនៃលោកតាសួងកម្ពុជាសង្ឃអភិញ្ញាណដែលល្បីខាងរដ្ឋិបារមីឈ្មោះមកកាន់បច្ចុប្បន្ននៃការព្រះអង្គចន្ទមុនីព្រះសង្ឃធុដងដែលកំពុងបង្រួនចិត្តមហាជនខ្មែរទូទាំងប្រទេសតែសាច់រឿងអាកំបាំងរវាងកម្ពុជាអ្នកសច្ចាំងទាំងពីរអង្គនេះអស្ចារ្យយ៉ាងណាសូមទស្សនាដូចតទៅលោកតាសួងជាព្រះសង្ឃទើបអាយុរាប់រយឆ្នាំនិយាយពីអតីតកាលគ្មាននរណាម្នាក់ដឹងអំពីអត្តសញ្ញាណពិតរបស់លោកតាសួងឡើយអ្នកស្រុកនៅតាមព្រំដែនខ្មែរថៃតែងតែដំណើរគ្នាថាលោកតាមានអាយុរាប់រយឆ្នាំមកហើយព្រោះតាំងពីចំនួនដូនតារហូតដល់កូនចៅលោកតានៅតែមានប្រភពដដែលមិនចាស់សក់មិនស្កើឡើយលោកតាសួងមិនគង់នៅក្នុងវិហារស្គមក្រៃទេតែលោកតាចុះចិត្តគង់នៅលើរោងចាំចង្កាបោះតង់នៅក្នុងលើគំនោចំបើងអ្វីដែររឹតតែអស្ចារ្យលោកតាមានអភិញ្ញាណអាចបំបែកកាយបានមុននេះបន្តិចអ្នកស្រុកឃើញលោកតានៅលើភ្នំគូលែនតែមួយពព្រិចភ្នែកតែប៉ុណ្ណោះគេបែកជាឃើញលោកតានៅឯខេត្តស៊ីសាខេត្តហ្វីថាកេតទេបងប្អូនសពហេតុដែលមានកំហុសឆ្គងស៊ីសាកេតប្រទេសថៃបាត់ទៅហើយលោកតាចូលចិត្តដុតបំផ្លាញលុយកាក់និងទ្រព្យសម្បត្តិដែលគេយកទៅប្រគេនដើម្បីបង្ហាញពិភពលោកថារបស់ក្រៅកាយគ្មានន័យអ្វីទាំងអស់មុនពេលលោកតាបានសោយទីវង្គតទៅទាំងអាកំបាំងនៅក្នុងឆ្នាំ2000ការលេចឡើងនៃព្រះអង្គចន្ទមុនីនិងនិមិត្តហេតុអាកំបាំងកាន់តែមានមកដល់ចំណុចនេះពុកម៉ែបងប្អូនជក់ចិត្តនឹងតស្ដាប់ទាំងអស់គ្នាមិនថែមានទេអេដមីនក៏ជក់ចិត្តដែរមកបន្តសាច់រឿងរបស់យើងទៀតពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំស្រាប់តែនៅទឹកដីកម្ពុជាមានការលេចឡើងនៅព្រះសង្ឃធុដងមួយអង្គព្រះនាមថាព្រះអង្គចន្ទមុនីព្រះអង្គមានប្រភពស្ងប់ស្ងាត់និងនិមន្តកាត់ព្រៃប្រឹក្សាមេក្តៅហែងគោមិនប្រែពណ៌សម្បរទោះបីជាដើរផ្លូវរាប់រយគីឡូក៏គ្មានស្នាមហត់នឿយមហាជនចាប់ផ្ដើមផ្អើលតគ្នាអំពីបារមីនិងការសម្ដែងធម៌ដ៏ជ្រាលជ្រៅរបស់ព្រះអង្គប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាញាប់ញ័រនោះគឺរឿងរ៉ាវអាកំបាំងមួយនៅលើភ្នំដងរែកមានដំណរតគ្នាថានៅក្នុងយប់មួយខែពេញបារមីខណៈដែលព្រះអង្គចន្ទមុនីកំពុងគង់សមាធិយ៉ាងស្ងប់ស្ងាត់នៅក្នុងព្រៃជ្រៅស្រាប់តែមានពន្លឺរស្មីពណ៌ខៀវស្រងាត់មួយបានចាស់ចេញពីទិសដៅដែលលោកតាសួងធ្លាប់គង់នៅក្នុងយានសមាធិនោះគេនិយាយថាព្រះអង្គចន្ទមុនីបានជួបនឹងដួងវិញ្ញាណបារមីរបស់លោកតាសួងនៅក្នុងញាណនិមិត្តនោះលោកតាសួងបានគង់ញញឹមរួចមានភេទដីកាទៅកាន់ព្រះអង្គចន្ទមុនីថាប្អូនអើយភារកិច្ចជួយស្រោចស្រង់សត្វលោកក្នុងសម័យមុនរបស់ខ្ញុំត្រូវបានបញ្ចប់ហើយឥឡូវនេះដល់វេទិកាប្អូនហើយចូលប្អូននាំពន្លឺធម៌ទៅជួយមនុស្សលោកចោះពាក្យថាប្អូននេះបានធ្វើឲ្យកក្រើកដល់ពិភពអរូបីព្រោះវាអាចបញ្ជាក់ថាក្នុងអតីតជាតិព្រះអង្គទាំងពីរគឺជាអ្នកសច្ចាំងជើងចាស់ដែលធ្លាប់សាងបារមីរួមគ្នារាប់រយឆ្នាំមកហើយលោកតាសួងបានហុចដុំភ្លើងទឹកមួយដុំដែលជាតំណាងឲ្យអភិញ្ញាណចូលទៅក្នុងព្រះហស្ថព្រះអង្គចន្ទមុនីពីព្រះអង្គចន្ទមុនីភ្ញាក់ពីសមាធិស្រាប់តែមានចោព្យុះបោកបក់យ៉ាងខ្លាំងពេញព្រៃរួចក៏ប្រែជាស្ងប់ស្ងាត់វិញភ្លាមហាក់ដូចជាពិភពលោកកំពុងដឹងឮអំពីការផ្ទេរបារមីដ៏អស្ចារ្យនេះចាប់តាំងពីថ្ងៃនោះមកបារមីរបស់ព្រះអង្គចន្ទមុនីកាន់តែល្បីទិសាសនិកជនរាប់ម៉ឺននាក់បានហោហែទៅក្រាបថ្វាយបង្គំរឿងរ៉ាវរបស់លោកតាសួងនិងព្រះអង្គចន្ទមុនីមិនមែនគ្រាន់តែជារឿងរដ្ឋិបារមីតែមួយមុខនោះទេប៉ុន្តែវាគឺជាសញ្ញាបង្ហាញថាព្រះធម៌មិនដែលរលាយបាត់ឡើយទោះបីលោកតាសួងសោយទីវអង្គតទៅមែនប៉ុន្តែខ្សែលោហិតធម៌និងការប្រដៅមនុស្សធ្វើឲ្យអំពើល្អនៅតែបន្តរស់មានជីវិតតាមរយៈព្រះអង្គចន្ទមុនីក្នុងសម័យកាលនេះចុះប្រិយមិត្តវិញយល់យ៉ាងណាដែរតើជឿរឿងរ៉ាវបារមីឆ្លងភពរវាងកម្ពុជាអ្នកសច្ចាំងទាំងពីរនេះទេចែករំលែកមតិនៅក្នុង comment ខាងក្រោមកុំភ្លេចចុច like និង subscribe ផងណាដើម្បីទទួលបានវីដេអូអាកំបាំងក្រោយៗសូមអរគុណនៅដែលបានចូលចិត្តនៅវីដេអូ admin